សួរពុកម៉ែបងប្អូនសាធារណជនគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសអ្នកដែលនិយមសិក្សាស្វែងយល់នៅច្បាប់សិទ្ធិមនុស្សថ្ងៃនេះយើងនឹងចាប់ផ្ដើមបន្តនៅមាត្រាថ្មីនៅក្នុងរដ្ឋធម្មនុញ្ញដែលពាក់ព័ន្ធជាមួយនឹងសិទ្ធិពីរទី1គឺសិទ្ធិបោះឆ្នោតដោយសេរីនិងត្រឹមត្រូវទី2គឺសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យបងប្អូននៅពេលបន្ទាប់ខាងមុខនេះបងប្អូននឹងបានយល់នៅអត្ថន័យនិងសិទ្ធិរបស់ពួកយើងជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាមានដែនកំណត់កម្រិតណានៅក្នុងការប្រើប្រាស់សិទ្ធិបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យយើងចាប់ផ្ដើមពីការស្គាល់នៅពាក្យឃ្លានីមួយៗបងប្អូនអាចប្លែកនៅពេលដែលបងប្អូនអានមើលនិងរៀនទៅដល់មាត្រា34នេះគឺគេបន្ថែមពាក្យ2ម៉ាត់គឺពាក្យថ្មីនិងពាក្យមួយបាទជាធម្មតាការចែកនៅក្នុងរដ្ឋធម្មនុញ្ញគឺចែកទៅថាមាត្រាទីប្រមាណចឹងមកប៉ុន្តែវាប្លែកអីតែមាត្រានេះឬក៏មាត្រាផ្សេងទៀតមានការបន្ថែមនៅពាក្យនេះខ្ញុំសូមបង្ហាញតាមរយៈការបែងចែកជា2ពាក្យថ្មីនិងពាក្យមួយនេះគឺយើងបែងចែកខុសពីគ្នាដែរដំណាក់កាលទី1មាត្រា34ថ្មីមានន័យថាមាត្រា34នេះត្រូវបានធ្វើវិសោធនកម្មចំនួនម្ដងនៅពាក្យឃ្លារបស់ឬក៏អត្ថន័យនៅក្នុងមាត្រា34នេះអញ្ចឹងបើសិនជាមាត្រាណាក៏ដោយនៅពេលបងប្អូនឃើញថាគេដាក់មាត្រាប្រមាណអញ្ចឹងហើយមានពាក្យថ្មីមានន័យថាមាត្រានោះនៅក្នុងច្បាប់នោះគឺត្រូវបានកែប្រែចំនួនម្ដងហើយប៉ុន្តែបន្ថែមពីលើនោះទៀតបើសិនជាមាត្រាណាមួយបានសរសេរថាមាត្រាទីប្រមាណហើយថ្មីហើយបើវងចោដាក់1 2 3 4ទៀតមានន័យថាចំនួននេះគឺលើសពីការធ្វើវិសោធនកម្មលើកទី1មានន័យថាម៉េចមានន័យថាមាត្រា34ថ្មីនេះគឺធ្វើវិសោធនកម្មចំនួន1ដងអញ្ចឹងគេថែមលេខ1នេះមកទៀតមានន័យថាត្រូវបានធ្វើវិសោធនកម្ម1ដងពីលើមាត្រា34ថ្មីទៀតអញ្ចឹងសរុបអត្ថន័យមកពាក្យមួយឃ្លាមានដែលចែងថាដែលសរសេរថាមាត្រា34ថ្មីបើវងចោ1បិទវងចោនេះមានន័យថាមាត្រា34នេះត្រូវបានធ្វើវិសោធនកម្មចំនួន2ដងរួចទៅហើយជាមូលហេតុដែលធ្វើឲ្យខ្ញុំបាទមិនអាចបកស្រាយបានដោយមិនបានត្រូវចាំបាច់ត្រូវមើលសៀវភៅព្រោះដើម្បីច្បាស់លាស់ក្នុងពាក្យនិងឃ្លាអត្ថន័យនីមួយៗដែលមានចែងនៅក្នុងមាត្រា34នេះបាទមាត្រា34យើងចាប់ផ្ដើមយល់ពីពាក្យនៅវាចខណ្ឌនីមួយៗសិនដើម្បីឲ្យយើងបានដឹងថាតើពួកយើងមានសិទ្ធិអីហើយគេចែងយ៉ាងម៉េចយើងនាំគ្នាបន្តិចមកចងចាំមកបាទនៅក្នុងមាត្រាទី35ពួកយើងបានស្គាល់នៅសិទ្ធិពួកយើង4ហើយទី1គឺសិទ្ធិនយោបាយសិទ្ធិសេដ្ឋកិច្ចទីសង្គមគិច្ចនិងវប្បធម៌4សិទ្ធិមកមាត្រានេះពួកយើងអាចស្គាល់នៅសិទ្ធិរបស់ពួកយើង2ទៀតទី1គឺសិទ្ធិបោះឆ្នោតដោយសេរីនិងត្រឹមត្រូវទី2គឺសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យអញ្ចឹងពីមាត្រានៃរដ្ឋធម្មនុញ្ញ35និង34នេះគឺយើងអាចស្គាល់សិទ្ធិត្រឹមត្រូវសេរីភាពចែងក្នុងច្បាប់របស់យើងបាន6ហើយអញ្ចឹងចងចាំទាំងអស់គ្នាយើងចាប់ផ្ដើមអានស្គាល់នៅពាក្យឃ្លារបស់អត្ថន័យបាទមាត្រា34ថ្មី1ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតនិងអាចចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យវាចខណ្ឌទី2ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច18ឆ្នាំមានសិទ្ធិបោះឆ្នោតវាចខណ្ឌទី3ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច25ឆ្នាំអាចចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យក្នុងការជ្រើសរើសបេក្ខភាពតំណាងរាស្ត្ររដ្ឋសភាវាចខណ្ឌទី4
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច40ឆ្នាំអាចចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យជ្រើសតាំងជាសមាជិកព្រឹទ្ធសភាវគ្គខណ្ឌទី5ជាវគ្គខណ្ឌចុងក្រោយបទបញ្ញត្តិនៃការដកសិទ្ធិបោះឆ្នោតនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់អញ្ចឹងបងប្អូនខ្លះក៏មានសភៅបងប្អូនខ្លះក៏គ្មានសភៅក៏អាចស្ដាប់នៅការអានរបស់ខ្ញុំនេះហើយបន្តមកទៀតខ្ញុំបាទសូមអនុញ្ញាតធ្វើការបកស្រាយហើយមិនបាច់មានការព្រួយបារម្ភទេថាហេតុអីក៏ខ្ញុំអានសោះអាចបញ្យល់បានព្រោះអីអត្ថន័យវាដូចគ្នាខ្ញុំអាននេះដើម្បីគ្រាន់តែចង់បញ្ជាក់ឲ្យសាធារណជនច្បាស់លាស់ពីពាក្យនីមួយៗដូចខ្ញុំបានបញ្ជាក់មុននឹងអញ្ចឹងខ្ញុំអត់ចង់ផ្សព្វផ្សាយទៅប្រកបដោយភាពខុសឆ្គងឬភាពអសកម្មភាពខ្វះខាតណាមួយទេបាទយើងចាប់ផ្ដើមមកមើលនៅការចែកថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតដោយសេរីនិងត្រឹមត្រូវមានន័យថាក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកម្ពុជាក្រោមធម្មនុញ្ញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលមានប្រភពមកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាច្បាស់ណាស់តាមប្រវត្តិសាស្ត្របើយើងមើលយើងស្គាល់បងប្អូនមានតែការចាប់ផ្ដើមពីការបោះឆ្នោតបន្ទាប់ពីមានការអន្តរាគមន៍ពីអង្គការសហជីវជាតិក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតែការបោះឆ្នោតនេះត្រូវបានរៀបចំដឹកនាំនិងតាមដានដោយអាជ្ញាធរបដោះអាសន្នអង្គការសហជីវជាតិប្រចាំនៅកម្ពុជាដែលហៅកាត់ថាអ៊ុនតាក់ហើយដឹកនាំដោយកងទ័ពយូណាមេបងប្អូនបានដឹងហើយថាប្រទេសយើងជាប្រទេសសេរីប្រទេសប្រជាធិបតេយ្យដូច្នេះប្រទេសយើងអាចប្រើសិទ្ធិជាម្ចាស់ជោគវាសនាការចូលរួមក្នុងជីវភាពនយោបាយដោយបំពេញនៅកាតព្វកិច្ចជាពលរដ្ឋឯកតនាមតាមរយៈមាត្រានេះច្បាស់ណាស់ប្រសិនបើមានជនខិលខូចឬប្រភពបុគ្គលក្រុមណាមួយដែលមានចេតនាមកបំផ្លាញនៅការបោះឆ្នោតនៅកម្ពុជាអំពើនោះគឺជាអំពើទុច្ចរិតបន្ថែមមកទៀតខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនបានកាន់តែដឹងច្បាស់ពលរដ្ឋខ្មែរម្នាក់ទាំងប្រុសស្រីមានសិទ្ធិចូលរួមកំណត់ជោគវាសនាប្រទេសជាតិតាមរយៈការចូលរួមបោះឆ្នោតជាសកលនិងអសកលជាសកលមានអីខ្លះមានន័យថាម៉េចជាសកលមានន័យថាប្រជាពលរដ្ឋខ្មែរគ្រប់រូបយើងអាចចូលរួមទៅបោះឆ្នោតដោយផ្ទាល់ដោយម្នាក់មានសម្លេងមួយនៅក្នុងដៃជ្រើសរើសនៅតំណាងដែលខ្លួនយល់ថាត្រឹមត្រូវដឹកនាំសង្គមជាតិជីវភាពសេដ្ឋកិច្ចសង្គមនយោបាយនិងវប្បធម៌របស់សង្គមជាតិកម្ពុជារីកចម្រើនដូច្នេះកត្តានេះសិទ្ធិនេះសំខាន់ណាស់ចាំបាច់ណាស់អញ្ចឹងបងប្អូនកុំឆ្ងល់នៅពេលដែលរបបប្រទេសជាតិស្ថិតនៅក្នុងស្ថានភាពណាមួយវាបានសរបញ្ជាក់ឲ្យបងប្អូនដឹងថាវាជាលទ្ធផលនៃការជ្រើសរើសរបស់ពួកយើងតាមរយៈការបោះឆ្នោតដោយសកលនិងអសកលដោយសកលគឺជាការបោះឆ្នោតដែលមានអាណត្តិរយៈពេល5ឆ្នាំម្ដងតាមរយៈការជ្រើសរើសតំណាងរាស្ត្ររដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់បងប្អូនខ្ញុំតបន្ថែមមកឲ្យទៀតថ្ងៃនេះ
ពេលនេះបងប្អូនបានដឹងខ្លះពីសិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោតហើយប្រជាពលរដ្ឋខ្មែរអាចប្រើប្រាស់សិទ្ធិនេះចាប់ពីមានអាយុ18ឆ្នាំឡើងទៅខ្ញុំសូមចូលរួមបន្ថែមសម្រាប់យុវជនយុវតីប្រជាពលរដ្ឋខ្មែរគ្រប់វ័យមិនត្រឹមតែអាចទៅបោះឆ្នោតបានទេពួកយើងក៏អាចចូលរួមធ្វើជាអ្នកសង្កេតការណ៍ចូលរួមជាអ្នកតាមដានឬក៏ជាបេក្ខភាពដើម្បីឲ្យគេចូលឈ្មោះបោះឆ្នោតឲ្យបញ្ជាក់នៅវិជ្ជខណ្ឌទី2បងប្អូនបន្តមកទៀតយើងនឹងបន្តមកដល់វិជ្ជខណ្ឌបន្ទាប់ដែលចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យបងប្អូនការចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យនៅក្នុងនេះមានន័យថាជាតំណាងរាស្ត្រតំណាងសម្លេងគាំទ្រទាំងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិថ្នាក់មូលដ្ឋានថ្នាក់ក្រោមជាតិគឺចាប់ពីក្រមប្រឹក្សាឃុំសង្កាត់ស្រុកខណ្ឌក្រុងនិងរាជធានីខេត្តហើយថ្នាក់ជាតិសំដៅទៅលើតំណាងរាស្ត្រព្រឹទ្ធសភានិងរដ្ឋសភាគណៈរដ្ឋមន្ត្រីក៏បានកើតឡើងពីការបោះឆ្នោតនេះដែរបងប្អូនខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ទៀតនៅលក្ខខណ្ឌដែលយើងជាប្រជាពលរដ្ឋអាចចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យបាននៅពេលដែលបងប្អូនស្គាល់ពីសិទ្ធិច្បាស់លាស់ថាយើងមានសិទ្ធិឲ្យគេអាចចូលឈ្មោះបោះឆ្នោតឲ្យត្រូវតែបំពេញលក្ខខណ្ឌតេកៈខ្លះចាប់ផ្ដើមពីអាយុបងប្អូនណានៅពេលដែលបងប្អូនចង់ចូលឈ្មោះជាតំណាងរាស្ត្រឃុំសង្កាត់ក្រុមប្រឹក្សាឃុំសង្កាត់ក្រុមប្រឹក្សាស្រុកក្រុងខណ្ឌក្រុមប្រឹក្សារាជធានីខេត្តបងប្អូនត្រូវមានអាយុចាប់ពី25ឆ្នាំឡើងទៅខុសប្លែកពីបងប្អូនដែលចង់ចូលឈ្មោះជាបេក្ខភាពតំណាងរាស្ត្រព្រឹទ្ធសភាពុកម៉ែបងប្អូនត្រូវតែមានអាយុចាប់ពី40ឆ្នាំឡើងទៅអញ្ចឹងយើងងាកកន្លែងឲ្យគ្រួចាំតំណាងរាស្ត្រមូលដ្ឋានឃុំសង្កាត់ស្រុកខណ្ឌរាជធានីខេត្តនិងរដ្ឋសភាគឺត្រូវមានអាយុចាប់ពី25ឆ្នាំឡើងតំណាងរាស្ត្រព្រឹទ្ធសភាត្រូវមានអាយុចាប់ពី40ឆ្នាំឡើងចម្ងល់ដែលត្រូវស្រាយឲ្យបងប្អូនយល់ហេតុអ្វីបានជាត្រូវមានអាយុចាប់ពី25ឆ្នាំទៅចាប់ពី40ឆ្នាំទៅសូមបញ្ជាក់ប្រាប់បងប្អូនថាអាយុដែលបានកំណត់ក្នុងច្បាប់នេះគឺដើម្បីបង្ហាញពីភាពម្ចាស់ការពីភាពប្រកបដោយសមត្ថភាពជាអ្នកដឹកនាំអ្វីដែលច្បាស់លាស់នោះអាយុទាំងនេះគឺបានបញ្ជាក់ឲ្យយើងដឹងថាពួកគាត់ជានីតិជនជាមនុស្សដែលមានវ័យស្របតាមច្បាប់ដែលច្បាប់ទទួលស្គាល់ជាក្របខ័ណ្ឌរដ្ឋហើយករណីដែលចូលឈ្មោះជាតំណាងរាស្ត្រព្រឹទ្ធសភាគឺពិសេសជាងគេត្រង់ថាតំណាងរាស្ត្រនីមួយអាចចូលឈ្មោះជាតំណាងរាស្ត្រព្រឹទ្ធសភាបានត្រូវតែមានអាយុចាប់ពី40ឆ្នាំឡើងបន្ថែមមកលើនេះបន្ថែមមកលើសពីបេក្ខភាពដែលមានអាយុ25ឆ្នាំចូលជាតំណាងរាស្ត្ររដ្ឋសភាតំណាងមូលដ្ឋានថ្នាក់ក្រោមជាតិនេះព្រោះដោយសារអ្នកដែលត្រូវចូលឈ្មោះជាតំណាងរាស្ត្រព្រឹទ្ធសភាភាគច្រើនពួកគាត់គឺជាអិសរាជជនជាជនដែលធ្លាប់មានស្នាដៃនៅក្នុងបុព្វហេតុជាតិរកផលប្រយោជន៍ឲ្យជាតិ
ខ្ញុំសូមបញ្ជាក់បកស្រាយឲ្យបងប្អូនបានយល់ប៉ុណ្ណេះហើយតំណាងរាស្ត្ររដ្ឋសភាតំណាក់ក្រុមប្រឹក្សារាជធានីខេត្តក្រុមប្រឹក្សាស្រុកខណ្ឌក៏ខ្ញុំបានបកស្រាយហើយអញ្ចឹងខ្ញុំសូមបញ្ចប់នៅវាចខណ្ឌចុងក្រោយងាយយល់ទេបងប្អូនវាចខណ្ឌចុងក្រោយនៃមាត្រា34ថ្មីមួយនេះបានចែងថាបទបញ្ញត្តិនៃការដកសិទ្ធិបោះឆ្នោតនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យត្រូវបានកំណត់ដោយច្បាប់មានន័យថាការដកសិទ្ធិនៃការចូលរួមបោះឆ្នោតការដកសិទ្ធិនៃការចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យត្រូវបានចែងនៅក្នុងច្បាប់ផ្សេងមួយទៀតដែលមានធម្មនុញ្ញភាពស្របទៅតាមមាត្រាទី34នេះឧទាហរណ៍តំណាងរាស្ត្រដែលអាចចូលឈ្មោះជាអ្នកដឹកនាំអំណាចកម្ពុជាទាំង3បានត្រូវតែមានសញ្ជាតិមួយហើយច្បាស់ណាស់គឺជាសញ្ជាតិខ្មែរតែមួយគត់មិនអាចមានសញ្ជាតិលើសឬខុសពីសញ្ជាតិខ្មែរបានឡើយការដកសិទ្ធិនៃការបោះឆ្នោតនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតនេះទៀតគឺផ្ដោតទៅលើជនដែលគាត់មានវិបលាសស្មារតីគ្មានសមត្ថភាពខាងបញ្ញាញាណអីចឹងទៅយើងអាចនិយាយថាមនុស្សឈួតអីចឹងទៅអញ្ចឹងយើងមិននឹងអាចឲ្យគាត់ចូលរួមបោះឆ្នោតឲ្យបានតែវាមានការចែងលើសពីនឹងទៀតខ្ញុំបកស្រាយគ្រាន់តែជាឧទាហរណ៍ឲ្យបងប្អូនបានយល់ខ្លះតែប៉ុណ្្នឹងទេហើយមានចំណុចខ្លះគឺចាំបាច់ត្រូវបកស្រាយនៅមាត្រាបន្ទាប់ទៀតសរុបមកការចែងមាត្រានេះអត្ថន័យនៅក្នុងមាត្រានេះគឺចង់បង្ហាញទៅពលរដ្ឋខ្មែរពុកម៉ែបងប្អូនយុវជនយុវតីទាំងអស់ឲ្យមានភាពក្លាហានឲ្យស្គាល់ពីសិទ្ធិរបស់ខ្លួនក្នុងការចូលរួមជីវភាពនយោបាយក្នុងទូនីតិបំពេញកាតព្វកិច្ចជាពលរដ្ឋឯកតនាមដើម្បីជ្រើសរើសនៅអ្នកដឹកនាំសម្រាប់ជោគវាសនាប្រទេសជាតិរបស់យើងបើបងប្អូនមិនខ្វាយខ្វល់ពីកាតព្វកិច្ចទូនីតិពីសិទ្ធិនេះទេជោគវាសនាប្រទេសជាតិរបស់យើងមានលទ្ធផលយ៉ាងណាគឺជាទំនួលខុសត្រូវរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមត្រឡប់មកវិញសូមចូលរួមក្នុងការប្រើប្រាស់សិទ្ធិនេះខ្វល់ខ្វាយពីការកំណត់ជោគវាសនាប្រទេសជាតិរបស់យើងតាមរយៈត្រូវតែចុះឈ្មោះបោះឆ្នោតត្រូវតែចូលរួមបោះឆ្នោតមានលទ្ធភាពត្រូវតែចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យដើម្បីបានបំពេញនៅកាតព្វកិច្ចនៅឆន្ទៈឧត្តមគតិមនសិការរបស់យើងចំពោះប្រទេសជាតិយើងដូចមានចែងនៅក្នុងច្បាប់តាមមាត្រានានាបើបងប្អូនមិនខ្វល់អ្នកខ្លះសូម្បីតែឈ្មោះបោះឆ្នោតក៏មិនទៅចុះមិនទៅត្រួតពិនិត្យបងប្អូនណាល្បិចកិច្ចកលនៃជនខិលខូចគេរៀបចំបន្តិចនេះឯងដោយចេតនាដោយអចេតនាក្តីវាធ្វើឲ្យប៉ះពាល់ដល់ផលចំណេញផលប្រយោជន៍ប្រទេសជាតិយើងតាមរយៈនេះបងប្អូនត្រូវតែដានឲ្យបានច្បាស់ត្រូវតែស៊ើបអង្កេតត្រូវតែយកចិត្តទុកដាក់តាមរយៈការចុះឈ្មោះបោះឆ្នោតការចូលរួមបោះឆ្នោតការចូលរួមធ្វើជាអ្នកសង្កេតការណ៍ការតាមដាននៅលទ្ធផលបោះឆ្នោតការស្គាល់នៅតំណាងរាស្ត្រការស្គាល់នៅគណៈបកនយោបាយpolicy ហើយសូមនិយាយជាភាសាខ្មែរលក្ខន្តិកៈគោលនយោបាយកម្មវិធីនយោបាយរបស់ពួកគាត់គណៈបកនីមួយត្រូវតែស្គាល់បងប្អូនត្រូវចាំថាពួកយើងរស់នៅក្នុងប្រទេសប្រជាធិបតេយ្យប្រទេសគោរពសិទ្ធិមនុស្សបើសិនជាមានគោលនយោបាយមានកម្មវិធីនយោបាយដែលប្រឆាំងពីច្បាប់ធម្មនុញ្ញរបស់យើងគឺជារឿងទុច្ចរិតភាពអញ្ចឹងបន្ទាប់ពីយើងសិក្សាយើងឆ្វេងយល់មកគឺយើងអាចមានបន្ទាត់មួយមានព្រំដែនមួយអាចបែងចែកអាចចែកខណ្ឌអ្វីទៅខុសអ្វីទៅត្រូវបងប្អូនណាសិទ្ធិនៃការបោះឆ្នោតក្នុងនាមយើងជាពលរដ្ឋម្នាក់សិទ្ធិយើងមានអំណាចខ្លាំងណាស់យើងអាចជ្រើសរើសអ្នកដឹកនាំអំណាចកម្ពុជាទាំង3បងប្អូនជ្រើសរើសនាយករដ្ឋមន្ត្រីជ្រើសរើសប្រធានសភាសមាជិកសភាតុលាការខុសឬត្រូវគឺនៅអាស្រ័យនៅលើខ្លួនយើងហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនសម្រេចចិត្តជ្រើសរើសបោះឆ្នោតជ្រើសរើសអ្នកដឹកនាំខាងគណៈបកនយោបាយណាមួយ
លទ្ធផលគឺកើតចេញពីការសម្រេចចិត្តរបស់ពួកយើងទាំងបងប្អូនទាំងខ្ញុំអញ្ចឹងយើងត្រូវតែពិចារណានៅវីដេអូនេះឲ្យបានច្បាស់លាស់ត្រឹមត្រូវនៅរាល់កំហុសខុសឆ្គងភាពខ្វះខាតសូមទទួលការអធិស្ឋានពីខ្ញុំហើយអរគុណសម្រាប់ការតាមដានអរគុណចំពោះការចែករំលែកមានចម្ងល់ត្រង់ណាបងប្អូនចូលខមមិននៅក្នុងវីដេអូនេះមកខ្ញុំចង់បានការខមមិនរបស់បងប្អូនរាល់ការខមមិនរបស់បងប្អូនខ្ញុំនឹងឆ្លើយតបនៅក្នុងវីដេអូតាមក្រោយទៀតខ្ញុំមិនបោះបង់មតិយោបល់របស់បងប្អូនណាមួយទេឲ្យតែប្រកបទៅដោយសុជីវធម៌សីលធម៌ខ្ញុំនឹងឆ្លើយតបទៅវិញបាទពីចុងក្រោយសូមអរគុណសូមជម្រាបលា